ជីវប្រវត្តិនិងស្នាដៃសំខាន់ៗរបស់លោក Steve Jobs សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងមកស្គាល់អំពីជីវប្រវត្តិដ៏អស្ចារ្យនិងស្នាដៃដ៏ធំធេងរបស់បុរសម្នាក់ដែលបានផ្លាស់ប្ដូរពិភពលោកនៃបច្ចេកវិទ្យានិងការរចនាដ៏អស្ចារ្យម្នាក់នោះគឺលោក Steve Jobs Stephen Paul Jobs កើតនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ1955នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកគាត់ត្រូវបានមាតាបិតាធម្មតាបោះបង់ចោលរួចត្រូវបានគ្រួសាររបស់ Jobs យកមកចិញ្ចឹមឪពុកមិត្តបង្កើត Paul Jobs ជា mechanic និងម្ដាយ Clara Jobs ជាគ្រូបង្រៀនតាំងពីតូចគាត់មានចំណង់ខ្លាំងលើអេឡិចត្រូនិកនិងបច្ចេកវិទ្យានៅវ័យជំទង់គាត់បានជួប Steve Wozniak ដែលជាមិត្តដ៏សំខាន់បំផុតក្នុងជីវិតរបស់ Steve Jobs នៅក្នុងឆ្នាំ1972គាត់ចូលរៀននៅ Reed College ប៉ុន្តែបានលាឈប់រៀនបន្ទាប់ពីមួយឆមាសព្រោះមិនចង់ឲ្យឪពុកម្ដាយមានការចំណាយលុយខ្ជិះខ្ជាយគាត់បានបន្តរៀនថ្នាក់សិល្បៈនិងការរចនាហ្វុនអក្សរដោយក្រោយមកបានជួយឲ្យ Macintosh មានការរចនាស្អាតនិងងាយប្រើនៅឆ្នាំ1976នៅអាយុត្រឹមតែ1ឆ្នាំគាត់និង Steve Wozniak បានបង្កើត Apple Computer នៅក្នុងយានដ្ឋានឪពុកម្ដាយផលិតផលដំបូង Apple I រួចបន្តដោយ Apple II នៅឆ្នាំ1977ដែលបានក្លាយជាកុំព្យូទ័រផ្ទាល់ខ្លួនដែលលក់បានច្រើនបំផុតនៅក្នុងសម័យនោះនៅឆ្នាំ1980ក្រុមហ៊ុន Apple បានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនធ្វើឲ្យ Steve Jobs ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតមួយនៅពេលនោះនៅឆ្នាំ1984គាត់បានដឹកនាំការបង្ហាញ Macintosh ដែលជាកុំព្យូទ័រផ្ទាល់ខ្លួនដំបូងដែលគេប្រើ mouse និង Graphical User Interface GUI ដើម្បីងាយស្រួលប្រើប៉ុន្តែនៅឆ្នាំ1985ដោយសារមានចំនួនផ្ទៃក្នុងគាត់ត្រូវបានក្រុមប្រឹក្សាពិបាល Apple បណ្តេញចេញពីក្រុមហ៊ុនដែលខ្លួនផ្ទាល់បានបង្កើតនៅពេលនោះគាត់មិនបានបោះបង់ទេគាត់បានបង្កើតក្រុមហ៊ុន Next ដើម្បីផលិតកុំព្យូទ័រប្រណិតសម្រាប់អ្នកវិទ្យាសាស្ត្រនិងសាកលវិទ្យាល័យនៅឆ្នាំ1986គាត់បានទិញក្រុមហ៊ុន Pixar Animation Studios ពី George Lucas ក្នុងតម្លៃ$10 លានPixar បានបង្កើតភាពយន្ត Animation ដ៏ជោគជ័យដូចជា Toy Story នៅឆ្នាំ1995ដែលជាភាពយន្ត Animation ដំបូងគេដែលប្រើកុំព្យូទ័រទាំងស្រុងនៅឆ្នាំ2006 Disney បានទិញ Pixar ក្នុងតម្លៃ$7.4 ពាន់លានធ្វើឲ្យ Steve Jobs ក្លាយជាមហាសេដ្ឋីដំបូងបំផុតនៅ Disney នៅឆ្នាំ1997ក្រុមហ៊ុន Apple កំពុងជួបវិបត្តិធ្ងន់ធ្ងរជិតខ្សែទុនក្រុមប្រឹក្សាពិបាលបានអញ្ជើញ Steve Jobs ត្រឡប់មកវិញជា CEO បណ្ដោះអាសន្នគាត់បានកែតម្រង់របស់ក្រុមហ៊ុនយ៉ាងខ្លាំងក្លាលើផលិតផលមួយចំនួននិងផ្ដោតលើការរចនានិងបទពិសោធន៍អ្នកប្រើប្រាស់ក្រោមការដឹកនាំរបស់គាត់ក្រុមហ៊ុន Apple បានបង្ហាញផលិតផលដែលផ្លាស់ប្ដូរពិភពលោក iMac ឆ្នាំ1998កុំព្យូទ័រដែលមានការរចនាស្អាតនិងងាយស្រួលប្រើ iPod ក្នុងឆ្នាំ2001គឺជាឧបករណ៍ចាក់តន្ត្រីដែលអាចទុកបទចម្រៀងរាប់ពាន់បទ iTunes Store ក្នុងឆ្នាំ2003ហាងតន្ត្រីអនឡាញដែលផ្លាស់ប្ដូរឧស្សាហកម្មតន្ត្រី iPhone ឆ្នាំ2007ទូរស័ព្ទដៃដែលរួមបញ្ចូលទូរស័ព្ទអ៊ីនធឺណិតនិង iPod ចូលគ្នាបង្កើតយុគសម័យ Smartphone iPad នៅក្នុងឆ្នាំ2010គឺជា tablet ដែលបានបង្កើតទីផ្សារថ្មីទាំងស្រុង Steve Jobs
តែងតែផ្ដោតលើការរចនានិងបទពិសោធន៍របស់អ្នកប្រើប្រាស់គាត់ធ្លាប់និយាយថា design is not just what it look like and feel like design is how it's work គាត់ក៏បានបង្កើតយុទ្ធនាការ think different ដែលបំផុសគំនិតមនុស្សរាប់លាននាក់នៅឆ្នាំ2011ដោយសារជំងឺមហាទឹកនោមផ្អែមគាត់បានលាឈប់ពីតំណែង CEO របស់ Apple និងបានចូលទីបង្គាប់នៅថ្ងៃទី5ខែតុលាឆ្នាំ2011នៅអាយុ56ឆ្នាំនេះគឺជាមេរៀនពីជីវិតរបស់ Steve Jobs ទោះបីជាគាត់ត្រូវបានបណ្តេញចេញពីក្រុមហ៊ុនដែលខ្លួនបង្កើតគាត់នៅតែត្រឡប់មកវិញនិងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនជាងមុនគាត់បានបង្ហាញថាភាពជោគជ័យមិនមែនមកពីការមិនដែលបរាជ័យទេប៉ុន្តែមកពីការក្រោកឈរឡើងវិញគាត់ធ្លាប់និយាយថា stay hungry stay foolish រក្សាភាពឃ្លានចង់ដឹងនិងហ៊ានគិតខុសពីគេស្នាដៃរបស់គាត់មិនត្រឹមតែជាផលិតផលទេប៉ុន្តែជាការផ្លាស់ប្ដូររបៀបដែលមនុស្សទូទាំងពិភពលោកទំនាក់ទំនងស្ដាប់តន្ត្រីមើលភាពយន្តនិងធ្វើការសេចក្តីសង្ខេប Steve Jobs គឺជាអ្នកច្នៃប្រឌិតអ្នកដឹកនាំមានចក្ខុវិស័យនិងវីរបុរសនៃយុគសម័យ Digital ពីការបង្កើត Apple រហូតដល់ iPhone និង Pixar គាត់បានបង្ហាញថាការរចនាល្អភាពសាមញ្ញនិងផ្ដោតលើអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពិភពលោកបានសូមឲ្យយើងទាំងអស់គ្នារៀនសូត្រពី Steve Jobs ដើម្បីមានចក្ខុវិស័យហ៊ានគិតផ្លាស់ប្ដូរនិងបង្កើតស្នាដៃដែលមានតម្លៃសម្រាប់ពិភពលោកអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បើអ្នកមានមតិឬចង់ស្វែងយល់បន្ថែមពី Steve Jobs សូមបញ្ចេញមតិខាងក្រោមយើងនឹងជួបគ្នាម្ដងទៀតនៅវីដេអូបន្ទាប់សូមឲ្យអ្នកទាំងអស់គ្នាមានចក្ខុវិស័យដូច Steve Jobs និងបង្កើតអនាគតដ៏អស្ចារ្យក្នុងជីវិតរបស់ខ្លួន